សម្រាប់ម៉ាមីថ្មោងថ្មីពេលដែលចូលដល់អាយុកូន6 ខែពិតជាទន្ទឹងចាំមែនតែនទី1ចង់ធ្វើបបរឲ្យកូនញ៉ាំឃើញកូនគេញ៉ាំមកចង់ដឹងថាអូចាំមើលពេលកូនខ្លួនឯងដល់វគ្គញ៉ាំមិនដែរតោះឥឡូវម៉ាមីទាំងអស់គ្នាដើម្បីជាកលឹះជូនម៉ាមីទាំងអស់គ្នាមុននឹងធ្វើបបរខាប់គ្រប់គ្រឿងតែយើងគួរធ្វើឲ្យកូនញ៉ាំមុនម៉ាមីទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាណាឥឡូវមកបង្ហាញបន្តិចម៉ាមីទាំងអស់គ្នាមនុស្សយើងថ្ងៃនេះគឺធ្វើផ្លែឈើចំហុយតែកន្លែងមិញម៉ាមីឃើញអញ្ចឹងពេលដែលខ្ញុំត្រាំជាមួយនឹងសាប៊ូលាងបន្លែទៅគឺមេរោគកកអីផ្សេងៗគឺវាចេញមកអស់អញ្ចឹងតែម្ដងអញ្ចឹងថ្ងៃនេះដែរខ្ញុំណែនាំជាមួយនឹងមនុស្សផ្លែឈើចំហុយសម្រាប់ជាមនុស្សដំបងបំផុតពេលដែលអូនចាប់ផ្ដើមញ៉ាំអាហាររូបត្ថម្ភបន្ថែមខាងក្រៅហើយតើតើនឹងការផ្ដល់អាហារដំបូងឲ្យកូនគឺមានមតិជាច្រើនអ្នកខ្លះគាត់ថាឲ្យយើង start បែបផ្លែឈើមុនអ្នកខ្លះថាឲ្យយើង start បែបបន្លែមុនព្រោះអីខ្លាចពេលដាក់ផ្លែឈើទៅវារាងផ្អែមដល់ពេលញ៉ាំបន្លែទៅរាងសាបរាងកពុលឲ្យកូនអត់ញ៉ាំប៉ុន្តែអ្វីដែលខ្ញុំចែករំលែកថ្ងៃនេះគឺឈរនៅលើបទពិសោធន៍កូនខ្ញុំទាំងពីរអីដែលខ្ញុំបានធ្វើឲ្យបានផលអញ្ចឹងសម្រាប់ម៉ាមីទាំងអស់គ្នាអាចសាកធ្វើតាមខ្ញុំបានឬក៏គិតថាអូឥឡូវធ្វើដូចខ្ញុំនេះអត់ត្រូវទេម៉ាមីទាំងអស់គ្នាអាច search រកវិធីផ្សេងបានសម្រាប់ខ្ញុំជ្រើសរើសយកផ្លែឈើមុនដោយសារផ្លែឈើមានរសជាតិផ្អែមស្រាលស្រដៀងទៅនឹងទឹកដោះឬទឹកដោះគោអញ្ចឹងវាអត់ប្លែកខ្លាំងបើសិនជាយើង start ពីបន្លែមុនបន្លែអាចរៀងកពុលអញ្ចឹងកូនអត់ញ៉ាំហើយវគ្គរៀនញ៉ាំដំបូងនោះគឺសំខាន់ខ្លាំងមែនតើមកមានទាំងអស់គ្នាកូនបើសិនជាគាត់អត់ញ៉ាំហើយថ្ងៃទី1ថ្ងៃទី2អត់ញ៉ាំពិបាកអូសមកឲ្យគាត់ញ៉ាំវិញមែនតើដោយសារក្មេងគាត់ឆាប់ចាំនៅក្នុងវ័យហ្នឹងអ្វីត្បិតតែគាត់អត់អាចនិយាយអីចេញបានតែគាត់អាចបញ្ចេញអារម្មណ៍ហើយគាត់ឆាប់ចាំមែនតើអញ្ចឹងគ្រាន់តែគាត់ឃើញចានបបរឃើញចានអីហ្នឹងគឺគាត់លែងចង់ញ៉ាំតែម្ដងអញ្ចឹងសម្រាប់មនុស្សផ្លែឈើថ្ងៃនេះខ្ញុំមានជាសេរីមានជាល្ហុងមានជាប៉មមានជាចេកនិងមានជាផ្លែបឺជាទូទៅខ្ញុំដាក់សេរីមុនពេលដែលឲ្យកូនហ៊ានញ៉ាំទាំងពីរអ្នកហ្នឹងគឺខ្ញុំឲ្យគាត់ញ៉ាំសេរីមុនដោយសារសេរីមានរសជាតិផ្អែមស្រាលស្រដៀងទៅនឹងទឹកដោះឬនឹងទឹកដោះគោរបស់យើងដែរអញ្ចឹងទៅវាអត់ខុសគ្នាដាច់ឆ្ងាយទេហើយសម្រាប់លបាយគឺខ្ញុំធ្វើបែបរាវប៉ុណ្ណេះម៉ាមីទាំងអស់គ្នាសម្រាប់ពេលកិនពេលដែលយើងចំហុយហើយយើងយកទៅកិនបើសិនជាយើងឃើញថាវាខាប់ពេកយើងអាចបន្ថែមជាមួយទឹកឆ្អិនបានឬក៏បន្ថែមជាមួយទឹកដោះគោក៏បានដែរប៉ុន្តែផ្លែឈើដែលផ្អែមស្រាប់ហើយខ្ញុំអត់ថែមដោះគោទេគឺខ្ញុំចង់ឲ្យគាត់ទទួលជាតិបែបសុទ្ធៗពីផ្លែឈើនឹងតែម្ដងហើយផ្លែឈើទាំងអស់ហ្នឹងខ្ញុំណែនាំឲ្យម៉ាមីទាំងអស់គ្នាធ្វើឲ្យកូនញ៉ាំមួយមុខ2ទៅ3ថ្ងៃដើម្បីណូតអាការៈអាឡែស៊ីរបស់កូនដោយសារក្មេងដូចគ្នាទេក្មេងខ្លះគឺគាត់អាឡែស៊ីជាមួយចេកដាក់ចេកទៅក្តៅខ្លួនរាកតែម្ដងអញ្ចឹងពេលដែលម៉ាមីឲ្យកូនញ៉ាំចាប់ផ្ដើមសង្កេតណូតទុកថ្ងៃទី1កូនញ៉ាំផ្លែឈើនេះតើអាការៈកូនមានប្រែប្រួលទេប្រែប្រួលបែបម៉េចពេលខ្លះវាធ្វើទុកភ្លាមៗម៉ាមីទាំងអស់គ្នាប៉ុន្តែវាធ្វើឲ្យកូនឆ្អល់ពោះអត់ដើរខ្យល់មានហ្គាសនៅក្នុងពោះធ្វើឲ្យគាត់ពិបាកគេញ៉ាំញ៉ៅអាហ្នឹងក៏យើងអាចណូតថាកូនអត់ត្រូវជាមួយនឹងផ្លែឈើនឹងដែរអញ្ចឹងយើងអាច keep វាទុកសិនម្លងទៅមុខផ្សេងក៏បានដែរហើយសម្រាប់ប្រភេទផ្លែឈើមួយចំនួនខ្ញុំណែនាំឲ្យម៉ាមីទាំងអស់គ្នាចំហុយហើយផ្លែឈើដែលយើងអត់ត្រូវការចំហុយនឹងមានដូចជាចេកនិងផ្លែបឺអញ្ចឹងសម្រាប់ផ្លែឈើផ្សេងៗម៉ាមីទាំងអស់គ្នាអាចចំហុយវាឲ្យទន់ឲ្យឆ្អិនហើយកិនលាយជាមួយនឹងទឹកឆ្អិនក៏បានលាយជាមួយដោះគោក៏បានកុំបារម្ភបើសិនជាម៉ាមីទាំងអស់គ្នាលាយជាមួយទឹកដោះឬក៏ទឹកដោះគោពេលដែលកិននឹងទៅឃើញថាវាមានបាច់ពពុះអីបារម្ភខ្លាចថាកូនឈឺពោះពួកអីធម្មតាតែពេលកិនម៉ាស៊ីនម៉ូទ័រប្រើកម្លាំងខ្លាំងវាអាចនឹងមានពពុះតិចតួចតែវាអាចធ្វើឲ្យកូនហើមពោះឬក៏ឈឺពោះនោះទេសម្រាប់ផ្លែចេកនិងផ្លែបឺខ្ញុំណែនាំឲ្យម៉ាមីទាំងអស់គ្នាកោសវាឲ្យល្អិតម៉ត់បែបនេះហើយយើងបន្ថែមជាមួយនឹងទឹកដោះគោដែលអូនបើល្បាយរបស់វាគឺដូចគ្នាសូមឲ្យរាវហើយម៉ត់ល្អអញ្ចឹងសម្រាប់ម៉ាមីទាំងអស់គ្នាអាចបញ្ចុកគាត់បែបអញ្ចេះក៏បានឬក៏កោសបញ្ចុកគាត់ direct ហ្មងក៏បានដែរម៉ាមីទាំងអស់គ្នាកុំភ្លេចមើលតិចអត្ថបទនៅខមរូបផ្លែឈើនេះផងដោយសារឥឡូវនេះខ្ញុំមកចែករំលែកពីបទពិសោធន៍អញ្ចឹងអត្ថប្រយោជន៍របស់ផ្លែឈើយើងខ្ញុំនឹងដាក់ជាអត្ថបទនៅខាងក្រោមផ្លែឈើមួយហើយសម្រាប់ផ្លែបឺនេះម៉ាមីទាំងអស់គ្នាគឺណែនាំសម្រាប់កូនញ៉ាំដំបូងមែនតើទៅគឺគេឲ្យញ៉ាំតែមួយស្លាបព្រាកាហ្វេទេដោយសារនៅក្នុងបឺគឺវាមាន fatty acid និងអាស៊ីតខ្លាញ់មួយចំនួនពេលខ្លះបើឲ្យកូនញ៉ាំច្រើនពេកប្រព័ន្ធរំលាយអាហារអូននៅតូចគឺអាចរំលាយវាបានល្អទេអញ្ចឹងយើងកោសយកតាមស្លាបព្រាកាហ្វេយកមកលាយជាមួយនឹងទឹកដោះគោដែលអូនបើនឹងទៅគឺអាចបញ្ចុកអូនបានហើយផ្លែឈើទាំងអស់នេះខ្ញុំណែនាំឲ្យម៉ាមីទាំងអស់គ្នាធ្វើថ្មីរាល់ថ្ងៃមិនបាច់ក្លាសេម៉ាមីទាំងអស់គ្នាព្រោះបើយើងក្លាសេពេលដែលយើងយកមកឲ្យកូនញ៉ាំយើងត្រូវកម្ដៅអញ្ចឹងវាដាប់បលខុកធ្វើឲ្យបាត់បង់ប្រូតេអ៊ីននិងវីតាមីននៅក្នុងផ្លែឈើនឹងឯងសម្រាប់ម៉ាមីដែលមានចង្អុលអីផ្សេងអាចតាក់ទងមកកូនដំរីបានចង់គាត់អត់មានអីទេគ្រាន់តែថាឆ្នាំងនិងម៉ាស៊ីនកិនខាងខ្ញុំមានលក់អញ្ចឹងម៉ាមីត្រូវការទាំងដុំទាំងរីអាចតាក់ទងមកកូនដំរីបានណាអរគុណសម្រាប់ការទស្សនា